បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាជាទីគោរពរាប់អាននៅខណៈពេលនេះខ្ញុំបានមកដល់នៅតំបន់សម្បូរព្រៃគុកជាអតីតរាជធានីឦសានបុរៈតាំងពីសតវត្សទី7ហើយថ្ងៃនេះក្នុងវីដេអូនេះខ្ញុំបានមកដល់បុរាណស្ថានមួយដែលពុំសូវមានអ្នកមកដល់ទេដោយសារទីនេះគឺត្រូវបានបែកផ្លូវពីផ្លូវធំជិះមកជើងរហូតដល់ជាង2គីឡូម៉ែត្រហ្នឹងហើយជាង2គីឡូម៉ែត្រហើយប្រាសាទដែលខ្ញុំនឹងទៅផ្ដិតយករូបភាពនៅក្នុងវីដេអូនេះគឺមានឈ្មោះថាប្រាសាទស្រីគ្រប់លក្ខអញ្ចឹងចង់ដឹងថាតើប្រាសាទស្រីគ្រប់លក្ខមានរចនាបថមានសន្តានបែបម៉េចនៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាបាទបងប្អូនប្រិយមិត្តទាំងអស់គ្នានៅពេលដែលបងប្អូនបានធ្វើដំណើរតាមផ្លូវដែលមានការចង្អុលបង្ហាញដោយអាជ្ញាធរបន្ទាប់ពីយើងធ្វើដំណើរអស់រយៈពេលប្រហែលជាងកន្លះម៉ោងយើងនឹងមកដល់នៅតំបន់បុរាណស្ថាននេះហើយបងប្អូននឹងឃើញគេដាក់ផ្លាកថាក្រុមប្រាសាទស្រីគ្រប់លក្ខមកដល់ទីនេះពិតជាមានភាពត្រជាក់ត្រជុំហើយស្ងប់ស្ងាត់មែនទែនបងប្អូនដោយនៅទីនេះពុំមានអ្នកឧស្សាហ៍ឆ្លងកាត់ទេក្រៅពីក្រុមអ្នកអភិរក្សដែលកំពុងតែជួសជុលនៅក្នុងតំបន់ប្រាសាទនេះហើយជំនួសដោយសម្លេងរថយន្តនិងសម្លេងអឺងកងមនុស្សម្នាជាច្រើនគឺត្រូវបានជំនួសដោយសម្លេងសត្វយំត្រហឹងអឺងកងពេញតែនឹងតែម្ដងពេលដែលយើងចូលមកពិតជាមានការព្រឺព្រួចបើសិននៅក្នុងករណីយើងមកម្នាក់ឯងអញ្ចឹងណាប៉ុន្តែទោះបីយ៉ាងណាខ្ញុំព្យាយាមចូលមកផ្ដិតយករូបភាពនៅក្នុងតំបន់នេះក្នុងពេលឥឡូវនេះសម្រាប់ជាភស្តុតាងមួយជាការអាប់ដេតព័ត៌មានថាតើក្រុមប្រាសាទស្រីគ្រប់លក្ខគិតមកដល់ត្រឹមឆ្នាំ2025នេះមានការអភិរក្សនិងស្ថានភាពល្អកម្រិតណាពិតជាល្អបងប្អូនប្រិយមិត្តនៅពេលដែលយើងចូលមកយើងនឹងបានឃើញក្រុមប្រាសាទទាំងឡាយនៅក្នុងតំបន់ក្រុមប្រាសាទស្រីគ្រប់លក្ខនេះត្រូវបានអភិរក្សជួសជុលបានយ៉ាងល្អប្រសើរជាងឆ្នាំមុនសូមបញ្ជាក់បងដែលសម្រាប់បងប្អូនប្រិយមិត្តដែលទើបតែទស្សនាថាក្រុមប្រាសាទស្រីគ្រប់លក្ខបច្ចុប្បន្នស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិអូគ្រូកែឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំដែលមានចម្ងាយប្រមាណជាង28គីឡូម៉ែត្រពីទីរួមខេត្តនិងប្រហែល2គីឡូម៉ែត្រពីក្រុមប្រាសាទដ៏សំខាន់ទាំង3ដែលមានប្រាសាទសម្បូរប្រាសាទយាយពឿននិងប្រាសាទតោពេលដែលបងប្អូនបានចូលមកទស្សនានៅតំបន់ក្រុមប្រាសាទស្រីគ្រប់លក្ខនេះបងប្អូននឹងឃើញទូប៉មតូចធំរប៉េះរប៉ោះជាច្រើនចំនួនយ៉ាងហោចណាស់ក៏7ទូប៉មប្រាសាទដែរដែលទូប៉មប្រាសាទទាំង7នេះត្រូវបានកសាងក្នុងសម័យកាលខុសៗគ្នាទូប៉មប្រាសាទដែលបងប្អូនកំពុងតែទស្សនាមើលឃើញនេះគឺជាទូប៉មL5 ដែលត្រូវបានកសាងតាំងពីសតវត្សទី7ក្នុងរជ្ជកាលនៃព្រះបាទភវវរ្ម័នទី2ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិសម្បូរព្រៃគុកលោកបានជួសជុលនៅមេទ្វារដែលត្រូវបានបាក់បែកខូចខាតដោយសារតែកត្តាធម្មជាតិហើយជំនួសមកវិញដោយថ្មនៅពេលបច្ចុប្បន្នអ្វីដែលយើងស្ញប់ស្ញែងគឺប្រាសាទនេះត្រូវបានកសាងអំពីឥដ្ឋជាប្រភេទឥដ្ឋតាន់ដែលមានអាយុកាលប្រមាណជាង1300ឆ្នាំមកហើយបើគិតមកដល់ត្រឹមឆ្នាំ2025នេះនៅកន្លែងនេះយើងមិនប្រកាសថាតើអតីតកាលលោកតម្កល់នៅទេវរូបឬក៏ជាស្ថានយោនីតម្កល់សិវលិង្គឬក៏យ៉ាងណាទេតែបច្ចុប្បន្នយើងមិនមានអ្វីទេក្រោយពីការធ្វើកំណាយរួចចាប់សពគ្រប់នៅខាងមុខនៃតួប្រាសាទនេះយើងនឹងក៏លេចឃើញនៅសសរពេជ្រមួយដើមដែលយើងមិនប្រកាសថាតើសសរពេជ្រនេះជ្រុះពីតួប្រាង្គនៃប្រាសាទមួយណាទេតែតាមឯកសារនៅចំពោះតួប៉មនៃប្រាសាទនេះគឺពីអតីតកាលលោកអាចឃើញនៅរូបផ្ដែមួយដែលរូបផ្ដែនោះគឺជារូបផ្ដែឆ្លាក់អំពីព្រះវិស្ណុទ្រង់ផ្ទុំលើនាគអនន្តៈ
ដែលមានមហេសីព្រះនាងលក្ស្មីនៅខាងចុងនៃព្រះបាទរបស់ព្រះអង្គដោយសារតែរូបចម្លាក់នោះហើយទើបបានអ្នកស្រុកនៅក្នុងតំបន់នេះឲ្យឈ្មោះក្រុមប្រាសាទនេះថាជាប្រាសាទស្រីគ្រប់លក្ខណ៍ប្រាសាទស្រីគ្រប់លក្ខណ៍នេះគឺគ្រាន់តែជាឈ្មោះដែលត្រូវបានហៅតគ្នាពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះពេលដែលយើងចូលឆ្លងកំពែងសូមបញ្ជាក់ផងដែរថាកំពែងដែលយើងឆ្លងបាញ់មិញនេះគឺជាកំពែងដែលត្រូវបានកសាងនៅក្នុងសម័យក្រោយគឺក្នុងសម័យកាលនៃកិច្ចការរបស់ព្រះបាទសូរ្យវរ្ម័នទី1ស្ថិតនៅក្នុងសម័យអង្គរតែប៉ុណ្ណោះយើងចូលមកក្នុងបន្តិចយើងនឹងឃើញកូនហោត្រៃមួយដែលស្ថិតនៅផ្នែកទិសអាគ្នេយ៍នៃប្រាសាទ L5 ដែលខ្ញុំនឹងបង្ហាញបងប្អូននៅពេលបន្តិចទៀតនេះទោះបីជាប្រាសាទ L7 នេះត្រូវបានកសាងនៅក្នុងសតវត្សទី11ក៏ពិតមែនប៉ុន្តែក៏យកលំនាំរចនាបថមិនឲ្យខុសឆ្ងាយអំពីរចនាបថមុនប៉ុន្មានដែរគឺលោកប្រើប្រាស់នៅសម្ភារៈគឺជាប្រភេទឥដ្ឋបូករួមជាមួយនឹងថ្មភក់សម្រាប់ធ្វើជាស៊ុមទ្វាររួមនឹងថ្មបាយក្រៀមសម្រាប់ធ្វើជាគ្រឹះនៃប្រាសាទនេះគឺជាទូប៉ម L7 ដែលជាលេខតំណាងឲ្យក្រុមប្រាសាទមួយនេះដែលស្ថិតនៅក្នុងក្រុមប្រាសាទស្រីគ្រប់លក្ខណ៍បច្ចុប្បន្នយើងមិនអាចមើលឃើញនៅថាតើនៅទីនេះពីអតីតកាលមានតម្កល់អ្វីខ្លះនោះទេតែតាមការស្មានប្រហែលជាមានតម្កល់នៅសត្រាព្រមទាំងគ្រឿងសម្រាប់បូជាផ្សេងយើងក៏លេចមើលការរៀបនៅឥដ្ឋពីមួយដុំទៅមួយដុំកូរលើគ្នាពិតជាមានការអស្ចារ្យខ្លាំងណាស់បងប្អូនក្រឡេកចេញមកខាងក្រៅបែរទៅទិសខាងជើងយើងនឹងឃើញទូប៉មប្រាសាទទូប្រាសាទ L5 ដែលជាប្រាសាទដ៏សំខាន់នៅក្នុងតំបន់ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍មួយនេះទូប៉ម L5 នេះគឺត្រូវបានកសាងនៅក្នុងសតវត្សទី7ហើយត្រូវបានបន្ថែមនៅយ៉រខាងមុខនៅក្នុងរាជនៃព្រះបាទសូរ្យវរ្ម័នទី1នៅក្នុងចន្លោះឆ្នាំ1002ដល់ឆ្នាំ1049ចំពោះទូប្រាសាទមួយនេះមានការរៀបចំលម្អដោយក្បូរក្បាច់រចនាជាច្រើនអាចដល់មានការឆ្លាក់នៅរូបផ្កាភ្ញីព្រមទាំងរូបក្បាលគូឌុតែឥឡូវនេះផ្កាភ្ញីនិងរូបទាំងអស់នោះត្រូវបានរបេះធ្លាក់អស់ហើយដោយយើងមើលឃើញសល់ត្រឹមតែស្នាកស្នាមខ្លះៗបន្តិចបន្តួចតែប៉ុណ្ណោះបន្ទាប់ពីយើងបានទស្សនានៅផ្នែកខាងក្រៅមួយជុំហើយយើងនឹងបន្តឡើងទៅទស្សនានៅផ្នែកខាងក្នុងនៃទូប៉ម L5 នេះដោយបានបញ្ជាក់ខាងដើមអំបញ្ញមិញទូប៉ម L5 នេះគឺត្រូវបានកសាងបន្ថែមនៅយ៉រមួយនេះហើយនៅលើមេទ្វារនេះយើងក៏នឹងអាចឃើញនៅសិលាចារឹកមួយផ្ទាំងដែលតែងជាភាសាសំស្ក្រឹតនិយាយអំពីព្រាហ្មណ៍ឬក៏មន្ត្រីដែលបានកសាងទីក្រុងមួយនេះយើងឆ្លងកាត់យ៉រនេះទៅដល់ទូប៉មកណ្ដាលគឺជាកន្លែងតម្កល់នៅសិវលឹង្គប៉ុន្តែជាអកុសលបច្ចុប្បន្ននេះមិនមានឃើញណាឋានយោនីនិងសិវលឹង្គទេការរៀបចំបន្ទប់ថ្មឥដ្ឋ
មួយដុំទៅមួយដុំពិតជាមានក្បូរក្បាច់ក្បួនខ្នាតច្បាស់លាស់ដែលនាំឲ្យទូប្រាសាទអាចថិតថេរឈររងនៅកម្ដៅថ្ងៃរងនៅខ្យល់រងនៅភ្លៀងអស់ជាច្រើនរយឆ្នាំសូមបញ្ជាក់បងប្អូនផងដែរថាក្រុមប្រាសាទស្រីគ្រប់លក្ខនេះគឺជាក្រុងបុរាណមួយដែលត្រូវបានកសាងដោយមន្ត្រីជាន់ខ្ពស់ម្នាក់ឬក៏អាចហៅថាជាស្ដេចក្រាញ់ដែលត្រូវជាព្រះញាតិរបស់ព្រះបាទភវវរ្ម័នហើយបានបម្រើការក្នុងរាជការនៃស្ដេចរហូតដល់3ព្រះអង្គក្នុងសម័យចេនឡាគឺមានព្រះបាទភវវរ្ម័នទី1ដែលជាស្ថាបនិកនៃសម័យចេនឡានិងប្អូនរបស់ទ្រង់គឺព្រះបាទមហេន្ទ្រវរ្ម័ននិងបុត្ររបស់ព្រះអង្គគឺព្រះបាទឥសានវរ្ម័នចូលមកដល់ទូប៉ម L4 នេះដែលជាទូប៉មដាច់តែឯងហើយមានសន្តានល្អជាងគេស្ថិតនៅកណ្ដាលគឺមានតម្កល់នៅស្ថានយោនីនិងសិវលឹងមួយដែលត្រូវបានតម្កល់រហូតដល់បច្ចុប្បន្ននេះនឹងត្រូវបានជួសជុលដោយក្រុមអភិរក្សដែលយើងអាចមកធ្វើការគោរពបូជាទៅតាមលទ្ធិជំនឿរបស់ខ្លួនចំពោះឋានយោនីនេះមានមុខបែរទៅទិសខាងជើងដែលមានបង្អូរទឹកមួយដែលត្រូវបានគេស្គាល់ថាជាសមសូត្រគឺជាបង្អូរទឹកសម្រាប់បង្ហូរទឹកដែលធ្លាក់ចុះអំពីលឹងសិវលឹងទៅលើឋានយោនីហើយក៏បង្ហូរចេញទៅខាងក្រៅសម្រាប់អ្នកដែលមកធ្វើការគោរពបូជាត្រង់យកទៅលុបលាងស្រោចស្រពលើព្រះសីស័កដើម្បីបំបត្តិនៅឧបទ្រពចង្រៃទៅតាមការជំនឿរបស់ខ្លួនបញ្ជាក់ផងដែរថាទូប៉ម L4 នេះអ្នកស្រុកខ្លះលោកឲ្យឈ្មោះផ្សេងពីគ្នាតែអ្វីដែលជាការកំណត់សម្គាល់ទូប៉មនេះត្រូវបានកសាងក្នុងដំណាក់កាលនៃរាជរបស់ព្រះបាទភវវរ្ម័នទី2ក្នុងសតវត្សទី7តាមរចនាបថព្រៃក្មេងយើងចេញមកខាងក្រៅយើងនឹងឃើញបង្អូរទឹកដែលត្រូវបានបង្ហូរចេញពីខាងក្នុងមកខាងក្រៅនៅលើទ្វារបញ្ឆោតយើងអាចក្រឡេកឃើញស្នាមដែលសបញ្ជាក់ឲ្យឃើញថាប្រាសាទនេះត្រូវបានបិទដោយកំបោរបាយអដែលមានការឆ្លាក់នៅក្បូរក្បាច់រចនាដ៏ល្អវិចិត្រក្នុងពេលអតីតកាលអ្វីដែលគឺមានការកោតស្ញប់ស្ញែងនិងស្ដាយស្រណោះចំពោះទឹកដៃពុព្វវរៈខ្មែរយើងដែលបានបន្សល់ទុកតាំងពីជាង 1000 ឆ្នាំមុនគឺផ្ទូប្រាសាទដែលសាងសង់អំពីឥដ្ឋយើងអាចបិទភ្នែកស្រមៃបន្តិចមើលថាតើជាង 1300 ឆ្នាំមុនប្រាសាទនេះមានសម្រស់ល្អយ៉ាងណាគួរឲ្យអនិច្ចារាល់រូបក្បូរក្បាច់រចនាទាំងអបាលមានភាគច្រើនត្រូវបានរបេះធ្លាក់ដោយសារតែលក្ខខណ្ឌធម្មជាតិបរិយាកាសឆ្លងកាត់ពេលវេលារាប់រយពាន់ឆ្នាំធ្វើឲ្យធាតុទាំងនោះមិនអាចត្រឹមត្រូវបានរបេះធ្លាក់មិនមានសល់ដល់បច្ចុប្បន្នសល់ត្រឹមតែស្នាមដែលយើងអាចកំណត់បានថាកន្លែងនេះគឺជាកន្លែងដែលមនុស្សក្នុងសម័យអតីតកាលមានការជឿជាក់គោរពប្រណិប័តថាជាស្ថានទេវៈមួយសម្រាប់គោរពប្រណិប័តក្រឡេកមកផ្នែកខាងជើងបន្តិចបងប្អូននឹង
ឃើញនៅទូប៉មចំនួន3ដែលជាទូប៉មត្រូវបានស្ថាបនាឡើងនៅក្នុងសម័យអង្គរគឺនៅក្នុងរាជ្យនៃព្រះបាទសូរ្យវរ្ម័នទី2អ្វីដែលគួរឲ្យស្រណោះទូប្រាសាទទាំង3នេះគឺពុំទាន់មានការធ្វើកំណាយស្រាវជ្រាវថាតើមានអ្វីនៅផ្នែកខាងក្នុងនិងខាងក្រៅមានចន្ទើប៉ុន្មានកម្មមានកម្រាលចន្ទើឬក៏យ៉ាងណាទេអ្វីដែលយើងមើលឃើញគឺត្រឹមតែថ្មបាក់បែកគំនោឥដ្ឋមួយគំនោហាក់ដូចជាដំបូកមួយតែប៉ុណ្ណោះយើងក៏លេចមើលទៅសុំទ្វារគឺស្ទើរតែបាត់ទៅក្នុងដីទៅហើយមិនយូរប៉ុន្មានទេក្រុមអភិរក្សនៃអាជ្ញាធរជាតិសម្បូរព្រៃគុកលោកប្រកាសជាមានការស្រាវជ្រាវរាវរកដើម្បីកសាងជួសជុលនៅក្រុមប្រាសាទស្រីគ្រប់លក្ខនេះឲ្យមានសភាពល្អត្រចះត្រចង់ជាទីគយគន់ទស្សនានៃអ្នកផងទាំងពួងទាំងជាតិនិងអន្តរជាតិសូមបញ្ជាក់ថាតំបន់នេះតាមសិលាចារឹកលោកបានកំណត់ថាជាទីក្រុងមួយដែលត្រូវបានស្ថាបនាដោយមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះអ្នករក្សាកុបដាក់ដែលឲ្យឈ្មោះក្រុងនេះថាក្រុងគ្រីកាបិលបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីបន្តអំពីបងប្អូនបានទស្សនាការផ្សាយរបស់ខ្ញុំដែលបានរៀបរាប់មកប៉ុណ្ណេះខ្ញុំសង្ឃឹមថាបងប្អូនប្រកាសជាបានទទួលនៅចំណីអារម្មណ៍ក៏ដូចជាការយល់ដឹងបានបន្តិចបន្តួចទាក់ទងទៅនឹងប្រវត្តិនៃប្រាសាទស្រីគ្រប់លក្ខមួយនេះខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូនដែលមានឱកាសបានមកដល់រមណីយដ្ឋានបុរាណស្ថានសម្បូរព្រៃគុកនេះប្រកាសជាអាចមានឱកាសឆ្លៀតមកទស្សនាតំបន់នៃក្រុមប្រាសាទស្រីគ្រប់លក្ខនេះដែលពុំសូវមានអ្នកមកដល់ទេប៉ុន្តែខ្ញុំជឿថាបងប្អូនប្រកាសជាឆ្លៀតមកឲ្យបានម្ដងដល់ពេលដែលបងប្អូនបានដល់សម្បូរព្រៃគុកនេះជាចុងក្រោយខ្ញុំកាលណាខ្ញុំក៏សូមឧទ្ទិសនៅបុណ្យកុសលទាំងឡាយទាំងពួងដែលបានសន្សំកសាងហើយក្នុងពេលអតីតកាលរហូតដល់បច្ចុប្បន្នតាមកាយវិការចិត្តឧទ្ទិសដល់ពុព្វការីជនបោនិងពុព្វបរិសខ្មែរទាំងអស់ជាពិសេសគឺព្រះរាជាដែលព្រះអង្គបានដឹកនាំនិងកសាងសមិទ្ធផលជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយដូចជាក្នុងពេលបច្ចុប្បន្ននេះសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រព្រះមហាវីរក្សត្រគ្រប់ព្រះអង្គគ្រប់ជំនាន់តាំងពីសម័យហ្វូណនរហូតដល់សម័យចេនឡារហូតដល់សម័យអង្គររហូតដល់សម័យបច្ចុប្បន្ននេះបានយោនយកកំណើតកើតក្នុងសុគតិភពកំបីអខណ្ឌឡើយជាចុងក្រោយនេះផងដែរខ្ញុំក៏សូមខន្តីអធិស្ឋានចំពោះការលើកឡើងលើសលួសខ្វះខាតដោយសេចក្តីត្រង់ណាមិនច្បាស់លាស់សូមបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់មេត្តាអធិស្ឋានដល់រូបខ្ញុំកាលណាខ្ញុំបានសូមអរគុណនិងសូមអរគុណសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយអរគុណ